បាទសួស្តីពុកម៉ែបងប្អូនដែលនិយមតាមដានវិស័យកីឡាប្រដាល់គុណខ្មែរយើងទាំងអស់គ្នាបងប្អូនហ្នឹងហើយថ្ងៃនេះខ្ញុំចង់សួរបងប្អូនថារវាង3គូបងប្អូនណាថ្ងៃទី28 3គូហ្នឹងតើបងប្អូនយកខាងណាខ្លះទី1គឺពេជ្រសម្បត្តិជាមួយនឹងកីឡាករសុកធីទី2ពេជ្រអាទិទេពជាមួយនឹងហាន់2ហើយនឹងទី3ពេជ្រសង្ហៈជាមួយនឹងឌឹមសារ៉ុមបងប្អូនណាតើបងប្អូនយកខាងណាខាងណីហើយសម្រាប់អ្នកទាំង3នេះទាំង3គូនេះគឺសុទ្ធតែល្អដូចគ្នាបងប្អូនណាគូដែលខ្ញុំចង់និយាយសំខាន់បំផុតនោះគឺគូរបស់កីឡាករពេជ្រសម្បត្តិនិងមនុស្សឈើសុកធីបងប្អូនណាមួយរហស្សនាមក្របីព្រៃពេជ្រសម្បត្តិប្រកែកខាងបុកនិងកម្លាំងតាន់ស្វិតបងប្អូនណាតែចំណែកសុកធីគឺជាកីឡាករតាន់ស្វិតដូចគ្នាប៉ុន្តែកីឡាករក្បាច់បងប្អូនគឺកីឡាករក្បាច់បិទល្អជាពិសេសគឺបិទនឹងហ្មងបងប្អូនសុកធីគឺខ្ញុំស្រឡាញ់ទម្រង់របស់គាត់គឺខ្ញុំស្រឡាញ់គឺបិទល្អហើយនឹងក្បាច់ប៉ែងជើងបងប្អូនណាក្បាច់ប៉ែងជើងល្អមែនតើក្បាច់កាច់ដៃគូឲ្យដៃគូដួលនេះគឺល្អមែនតើសុកធីបើនិយាយរឿងក្របីព្រៃពេជ្រសម្បត្តិវិញបងប្អូនក្របីព្រៃពេជ្រសម្បត្តិដៃគូរបស់គាត់មិនថាកីឡាករក្បាច់មិនថាកីឡាករបុកទប់ជាមួយគាត់មិនបានដោយសារអីបងប្អូនទី1កីឡាករពេជ្រសម្បត្តិវាយមិនដកដង្ហើមហ្មងបងប្អូនវាយអត់ដកដង្ហើមទេហើយដៃគូប្រកួតរបស់ខ្លួនវាយចូលពេជ្រសម្បត្តិគឺវាយដូចវាយកបីយើងបងប្អូនណាដូចវាយកបីយើងរហស្សនាមកបីព្រៃគឺដូចកបីចឹងតាន់មែនតែនវាយចូលមកស្រឡាញ់ប៉ុន្តែចូលរបស់ពេជ្រសម្បត្តិវិញគឺកុនហ្មងពេជ្រសម្បត្តិគឺក្បាច់កុនរបស់គាត់គឺក្បាច់ដែលទិញបុកដៃគូប្រកួតមិនអោយដកដង្ហើមរួចហ្នឹងបងប្អូនណាអ្នកណាទប់បានទប់មិនបានគឺទៅពេលហ្នឹងហើយបងប្អូនហើយចំណុចដែលខ្ញុំបារម្ភចំពោះពេជ្រសម្បត្តិបងប្អូនណាចំណុចដែលខ្ញុំបារម្ភខ្លាំងគឺជើងក្រោមបងប្អូនហ្នឹងហើយខ្ញុំខ្លាចសុកធីកាត់ផ្ដាច់ចតុលជើងក្រោមបងប្អូនណាព្រោះខ្ញុំមើលឃើញចំណុចខ្សោយរបស់ពេជ្រសម្បត្តិជើងក្រោមគឺមានចំណុចខ្សោយមួយហើយចំណុចខ្លាំងរបស់សុកធីគឺកាប់ផ្ដាច់នឹងតែម្ដងអញ្ចឹងគឺខ្ញុំបារម្ភហើយសម្រាប់គូនេះខ្ញុំស្រឡាញ់ដូចគ្នាបងប្អូនរវាងក្របីព្រៃពេជ្រសម្បត្តិនិងមនុស្សឈើសុកធីគឺខ្ញុំស្រឡាញ់ដូចគ្នាប៉ុន្តែគូនេះខ្ញុំឲ្យ50-50ព្រោះក្បាច់សម្លាប់របស់អ្នកទាំងពីរមានដូចគ្នាតែបើសម្រាប់បើនិយាយថាឲ្យសុកធីវាយពេជ្រសម្បត្តិឲ្យស្លាប់គឺខ្ញុំគិតថាมันអាចទេបងប្អូនมันអាចទេតែបើសុកធីវាយពេជ្រសម្បត្តិឲ្យបោះបង់ការប្រកួតខ្ញុំជឿហើយបើសិនណាជាសុកធីឈ្នះពេជ្រសម្បត្តិគឺឈ្នះត្រឹមតែបន្ទុកតែប៉ុណ្ណោះបងប្អូនឬមួយក៏អាចនឹងធ្វើឲ្យពេជ្រសម្បត្តិខូចជើងបងប្អូនណាហ្នឹងហើយសម្រាប់ពេជ្រអាទិទេពនិងហាន់2វិញបងប្អូនឃើញថាពេជ្រអាទិទេព40ប្រកួតជាងបងប្អូនមិនដែលចាញ់ទេគឺចាញ់តែមួយប្រកួតគាត់គឺចាញ់កីឡាករហាន់2នឹងតែម្ដងឥឡូវនេះគឺប៉ះគ្នាហើយថ្ងៃទី28បងប្អូនហើយកីឡាករទាំងពីរនេះបើឲ្យខ្ញុំរើសគឺខ្ញុំយកពេជ្រអាទិទេពព្រោះទោះបីជាកីឡាករពេជ្រអាទិទេពធ្លាប់ចាញ់កីឡាករហាន់2មែនប៉ុន្តែមិនប្រកាសថាឈ្នះពេជ្រអាទិទេពលើកទី2នោះទេព្រោះពេជ្រអាទិទេពឥឡូវមិនដូចពេជ្រអាទិទេពពីមុនទេហើយហាន់2ឥឡូវក៏មិនដូចហាន់2ពីមុនដែរប៉ុន្តែគ្រាន់តែថាហាន់2ឡើងដែរប៉ុន្តែឡើងតិចជាងអាទិទេពគឺឡើងជើងខ្លាំងមែនតើបងប្អូនណាជាពិសេសគឺកំណាប់ដៃធ្ងន់កំណាប់ដៃធ្ងន់ហើយកែងក៏ល្អទាត់ក៏ល្អដែរហើយហាន់2ក៏ល្អដូចគ្នាប៉ុន្តែគ្រាន់ថានៅស្រាលជាងពេជ្រអាទិទេពបន្តិចហើយនឹងស្ទើតាន់ណាបងប្អូនណាតាន់បើពេជ្រអាទិទេពគេធ្ងន់ហើយលឿនហើយតាន់ទៀតប៉ុន្តែហាន់2រៀងស្ទើតាន់បន្តិចហើយបើនិយាយពីពេជ្រសង្ហៈនិងឌឹមសរមវិញបងប្អូនគូនេះពិបាកថាមែនតែនដោយសារអីដោយសារឌឹមសរមតាំងពីមកពីវឹកហាត់នៅប្រទេសហ្វីលីពីនវិញគឺល្អដៃមែនតែនល្អ
lo đây hay thằng D plus cứ lo mình tên pon đây sầm rạp bây giờ hạ vẫn cứ lo đây mình tên lươn nè bà tha đêm rồi tốc bán cứ bán mà tung bán cứ tao ơi hay đêm rồi quay chân này quay ba đôi cái này pin đi rồi viên pin này cứ nhầm oi ha sập bóng phố này tay bờ sầm rạp tí tép nhầm oi tí tép học sập han pi ha sập hay năng bây sầm mắt chỉ môi năng sọc thí cứ nhầm oi ha sập đôi cái này năng ngày ở con trai là lấy trăm đôi ngày năng bóng phố này trăm rong trăm tu sna đang ở cái này là ngày ở con trai nhầm riệp lia